ក្មួយចង់ជំរាបសួរណាមីងចាំអ្នកចម្រៀងម្នាក់ឈ្មោះលោកធុចធុលទេបងធុលអីមិនស្គាល់គាត់នៅយោធាប៉ុន្តែគ្រាន់តែមិនដែលបានចិត្តដិតអីទេឃើញមីងអាទុំអាមួយនេះវិញធុលគាត់សម្លេងគាត់ធំណាក៏អួនសម្លេងគាត់ណាគាត់ជ្រៀងនៅខាងយោធាព្រោះឲ្យមីងជួបគាត់ពេលនេះឯងទី1ជួបនៅឃោសនាការពេលគាត់ទៅថតបទណាមួយយោធាទី2ជួបនៅកន្លែងដូច start Olympic អីបនជាតិអីចឹងគេដាក់អកេសមកចំហៀងខាងនេះចឹងទៅខាងកើតខាងនេះទៅក្នុង start នៅខាងលិចខាងយោធាចឹងទៅខាងជើងខាងម៉ារីនចឹងទៅខាងត្បូងខាងប៉ូលីសចឹងទៅ4អកេសមួយថ្ងៃអីចឹងណាមានចឹងមកលេង1ម៉ោងម្នាក់ចឹងហើយជួបពេលនោះឯងហើយជាពិសេសជួបពេលទៅថតបទណាមីងជាសំណាងកន្លងមកនេះខ្ញុំបានទទួលនៅរលោម្ដុំស្រាប់តែមានសម្លេងលោកធុចធុលនៅក្នុងហ្នឹងគេប្រកាសតម្រងគេប្រកាសឈ្មោះថាលោកស្រីហ៊ុយមាសគាត់ធ្វើអត្ថាធិប្បាយថានេះជាសម្លេងចម្រៀងរបស់លោកធុចធុលហើយយើងភ្ញាក់គ្រប់គ្នាព្រោះយើងអត់ស្គាល់ឈ្មោះអ្នកចម្រៀងហ្នឹងណាមីងដល់ពេលបានណាមីងស្គាល់អញ្ចឹងវាជារឿងមួយដែលល្អមែនទែនគាត់ល្បីតាបងធុលគាត់ជើងចាស់ដែរគាត់ល្បីជាមួយអិនយ៉េនមួយអីហ្នឹងណាជាមួយលីទឹកអីគ្នាគាត់ហ្នឹងលោកធុចធុលហ្នឹងមានរូបឆោមយ៉ាងណាដែរគាត់មានកាត់ធំកម្រាំងខ្ពស់គាត់ខ្ពស់ដូចខ្មែរអង្គរហ្មងហៀវគាត់គាត់ក្រាស់សាច់ឈាមគាត់ដូចបងសាន់បងហ៊ុយសាន់លេងគាត់ណាសាច់ឈាមគាត់អញ្ចឹងតែគាត់អត់ធាត់ទេណាគាត់ហាប់ហ្មងយ៉ានិយាយចំមនុស្សនឹងមានធំខ្មែរអង្គរហ្មងហើយភ្នែកគាត់អីធំប្រវេមាត់ធំមុខគាត់ដូចព្រំអញ្ចឹងឈរវាយតាកង់ហ្គាទេហើយទៅវាយកង់ហ្គាហើយគេដាក់បាត់គាត់ជាងមិនគាត់ដើរមកជាងបន្ទាប់ពីនាងសូសវឿនទៅយើងនឹងបានស្ដាប់សម្ដីរបស់មិត្តធុចធុលម្ដងគេនិយាយថាខ្ញុំនឹងដូរមុខរបរឬកាយចរិយារបស់ខ្ញុំដើម្បីឲ្យបានសុខស្រួលក្នុងពេលដែលខ្ញុំបានដឹងថានៅកន្លែងមួយនោះមានស្រីម្នាក់ព្រួយចិត្តកើតទុក្ខពីព្រោះតែខ្ញុំមកដល់ផ្ទះយឺតយូរខុសពេលនេះគឺបទសុបិននៅប៉ៃលិនដែលមានមិត្តធុចធុលជាអ្នកច្រៀងតាមលំនាំបទភ្លេងទំនុកច្រៀងរបស់មិត្តកៅអែមដដែល